បងប្អូនអ្នកគ្នាឥឡូវខ្ញុំមក reaction តាក់ទងជាមួយរឿងសង្គ្រាមជីវិតអតីតភរិយាប៉ុន្តែអ្នកទាំងអស់គ្នាទៅវគ្គនេះគឺសម្រាប់ភាគទី39នៅពេលនេះផងដែរគឺមន្ត្រាកំពុងតែខឹងទៅកាន់ម៉ាក់របស់សេនរីខ្លាំងមែនតើអ្នកគ្នាដោយសារតែគាត់ហ្នឹងបានធ្វើឲ្យម៉ាក់របស់គាត់ហ្នឹងចូលមន្ទីរពេទ្យអីចឹងទៅចឹងទៅធ្វើឲ្យនាងមានអារម្មណ៍ថាខឹងខ្លាំងមែនតើនាងទ្រាំបានអ្នកគ្នាអញ្ចឹងនាងក៏បានផ្ញើម៉ាក់របស់នាងជាមួយនឹងមិត្តភក្តិរបស់នាងថាគាត់មានរឿងដែលត្រូវដោះស្រាយចឹងទៅប៉ុន្តែអ្នកទាំងអស់គ្នាយើងក៏លេចទៅមើលឈប់បន្តវិញចាសម្រាប់ជំនេះគឺយើងឃើញថាសេនរីបាននិយាយជាមួយហេងថាបងហេតុអីបានជាបងធ្វើឲ្យមនុស្សពីរនាក់ដែលស្គាល់គ្នាសោះមកឆ្លោះគ្នាមកប្រកែកគ្នាដោយសាររឿងមនុស្សប្រុសតែម្នាក់អញ្ចឹងទៅពេលហ្នឹងគឺសេនរីខឹងទៅកាន់ហេងខ្លាំងមែនទែនហើយក៏បានបន្ទោសហេងថាបងមិនដែលបន្ទោសខ្លួនឯងទេបន្ទោសតែអ្នកដទៃអញ្ចឹងទៅទម្លាក់កំហុសឲ្យតែនាងហើយនឹងមន្ត្រាអញ្ចឹងទៅបងប្អូនហើយបើយើងក៏លេចទៅមើលហេងវិញយើងឃើញថាហេងគាត់ពិតជាមានអារម្មណ៍ថាមានមោទនភាពលើខ្លួនឯងនេះគាត់ពិតជាមានអារម្មណ៍មួយថាគាត់សប្បាយចិត្តគាត់មិនគួរណាស្ដីបន្ទោសខ្លួនឯងនេះគាត់គួរតែមានអារម្មណ៍មួយថារំភើបនៅពេលដែលធ្វើឲ្យមនុស្សស្រីពីរនាក់ស្រឡាញ់គាត់អីចឹងទៅឆ្លោះប្រកែកដោយសាររឿងគាត់អញ្ចឹងទៅបងប្អូនទាំងគ្នាហើយឈុតនេះវិញគឺឃើញថាទូស្រីរបស់យើងបាននាំអ្នកស្រីសូរិយាទៅកន្លែងមួយបងប្អូនពេលហ្នឹងគឺអត់មានអ្នកគេដឹងថាមន្ត្រាចង់ធ្វើអ្វីទៅលើលោកស្រីទេមន្ត្រាបាននិយាយទៅកាន់លោកស្រីសូរិយាថាគាត់ពិតជាដំបូងហ្នឹងគាត់ចង់លើកលែងទោសលែងខ្វល់ជាមួយនឹងលោកស្រីសូរិយាហើយគាត់គិតថាលោកស្រីសូរិយានឹងមិនគួរណាមកពាក់ព័ន្ធជាមួយនឹងរឿងរបស់គាត់អញ្ចឹងណាប៉ុន្តែនៅពេលដែលគាត់ធ្វើទង្វើនឹងដាក់ម្ដាយរបស់គាត់ខឹងខ្លាំងមែនតើអញ្ចឹងអ្នកទាំងអស់គ្នាចាំមើលថាតើលោកស្រីសូរិយាមានអ្នកមកជួយអត់ពេលហ្នឹងគឺមិនត្រាំនឹងធ្វើអ្វីទៅកាន់លោកស្រីសូរិយាអ្នកទាំងអស់គ្នាកុំភ្លេចទស្សនាទាំងអស់គ្នាតាមរយៈប៉ុស្តិ៍បាយ័នសម្រាប់រឿងសង្គ្រាមជីវិតរបស់ភរិយាហ្នឹងគឺភាគទី39ចាអរគុណ